បាទសួស្តីពុកម៉ែបងប្អូនកំពុងបាយអារម្មណ៍ពុកម៉ែបងប្អូនមកមើលទេសភាពនៅប្រទេសកូរ៉េបាទប្រទេសកូរ៉េយ៉ាងមិនដែរពុកម៉ែបងប្អូនទេសភាពហើយមើលផ្លូវក្រំដីគេពុកម៉ែបងប្អូនពិតជាស្រស់ស្អាតមែនទែននៅក្រំដីគេសុទ្ធតែមានតង្ហាលឲ្យយើងមានខ្យល់អុកស៊ីសែនពុកម៉ែបងប្អូននៅកូរ៉េពិតជាស្រស់ស្អាតមែនទែនប៉ុន្តែនៅកូរ៉េអត់មានភាពកក់ក្ដៅពុកម៉ែបងប្អូនចាញ់ខ្មែរយើងទេខ្មែរយើងមើលទៅវាមិនស្រូវស្រស់ស្អាតមែនប៉ុន្តែមានភាពកក់ក្ដៅជាងនៅកូរ៉េនៅកូរ៉េទោះត្រង់ថាមួយយ៉ាងបានប្រាក់ខែច្រើនតែបើសិនជាប្រៀបធៀបនៅខ្មែរការរស់នៅគឺនៅខ្មែរការរស់នៅស្រួលជាងនៅកូរ៉េហើយចេញមកពីក្រោមដីបងប្អូនមើលសំបីទីភ្នំគេក៏មានខ្សែភ្លើងរត់នៅលើភ្នំដែរនិយាយទៅស្រុកគេគឺខុសពីស្រុកខ្មែរយើងដាច់ហ្មងពុកម៉ែបងប្អូនសំបីតែផ្លូវគេកន្លែងណាក៏ថ្នល់កស៊ូហើយមានរបងការពារដែរដូចខ្មែរយើងទេពុកម៉ែបងប្អូនហើយនៅស្រុកគេអត់សូវគ្រោះថ្នាក់ដូចខ្មែរយើងទេពុកម៉ែបងប្អូនគឺអត់សូវគ្រោះថ្នាក់ដូចស្រុកខ្មែរយើងទេគឺគេមានសណ្ដាប់ធ្នាប់ល្អខ្ញុំនៅកូរ៉េ7-2ឆ្នាំខ្ញុំអត់ទាន់មានឃើញកន្លែងគេគ្រោះថ្នាក់ឃើញអីថាគ្រោះថ្នាក់គ្រោះអីចាបងប្អូនគឺបើអត់ដូចនៅខ្មែរយើងទេប៉ុន្តែខ្មែរយើងគឺផ្លូវកាន់តែធំកាន់តែគ្រោះថ្នាក់កាន់តែច្រើនហើយនៅកូរ៉េបងប្អូនខ្លះឃើញរបស់របរនៅតាមផ្លូវអីជ្រុះអីចឹងយើងទៅរើសអត់បានណាគឺយើងរើសតែប៉ូលីសគេចាប់បានយើងមានបញ្ហាចឹងបងនៅប្រទេសកូរ៉េគឺគេចាប់តាម map ចឹងណាអត់ដូចនៅខ្មែរយើងទេនៅខ្មែរយើងទៅជ្រុះឲ្យយើងរើសបានយើងអត់ឲ្យគេវិញទេនៅកូរ៉េអត់បានទេតែយើងរើសតែគេឆែកទៅតាមគេប្តឹងប៉ូលីសទៅឆែកឃើញថាយើងអ្នករើសអ្នកអីចឹងគេមកចាប់ដល់យើងឬមួយក៏អីចឹងណាគឺពិបាកខ្លាំងមែនតើនៅប្រទេសកូរ៉េគឺធ្វើអីបន្តិចក៏ប្រឈមមុខនឹងច្បាប់ដែរនិយាយទៅគឺពិបាកខ្លាំងមែនតើហ្មងអត់មានដូចនៅខ្មែរយើងទេពុកម៉ែបងប្អូននិយាយទៅការរស់នៅគេគឺពិតជាលំបាកការងារទាំងអាកាសធាតុគឺពិបាកខ្លាំងមែនតើតែត្រូវតែតស៊ូដើម្បីជីវភាពយើងចឹងណាពុកម៉ែបងប្អូនបើយើងជីវភាពខ្វះខាតយើងត្រូវតែតស៊ូទ្រាំបន្តិចនឹងយើងបានទៅត្រឡប់ទៅផ្ទះយើងវិញពុកម៉ែបងប្អូនបើពុកម៉ែបងប្អូនបានទស្សនាវីដេអូនេះបើគិតមានថាមានផលប្រយោជន៍គឺពុកម៉ែបងប្អូនជួយ comment ជួយ like ម្នាក់មួយផងសូមអរគុណពុកម៉ែបងប្អូន